មានត្រីខពងទាជាមួយនឹងសាច់គោបងប្អូនអត់ដឹងធ្វើមុខម្ហូបអីអាចសាកមកមុខនេះបានណាងាយឆាប់បានញ៉ាំហើយរសជាតិហ្នឹងគឺឆ្ងាញ់ខ្លាំងមែនទែនអានេះវាស្តៀងទៅនឹងគោដុតប្រទះដែរគ្រាន់តែថាយើងមានត្រីខមានអីហើយគ្រឿងផ្សំវាខុសគ្នាតិចតួចចឹងទៅសម្រាប់សាច់គោយើងប្រើជាសាច់កន្លែងណាដែលផុយល្អឬក៏មិនចឹងទេបងប្អូនប្រើសាច់ផ្អែមដូចខ្ញុំអញ្ចឹងក៏បានដែរហើយសាច់គោហ្នឹងយើងហាន់ធ្វើម៉េចឲ្យបានជាប្រទះស្ដើងសម្រាប់សាច់ដូចខ្ញុំយកមកប្រើនេះគឺមានចំនួន2ខាំបន្ទាប់មកយើងប្រឡាក់ជាមួយទឹកប៉េងប៉ោះ1ស្លាបព្រាបាយទឹកប្រេងខ្យង1ស្លាបព្រាបាយហើយទឹកស៊ីអ៊ីវធម្មតានេះក៏1ស្លាបព្រាបាយដែរម្សៅស៊ុបខ្ញុំដាក់កន្លះស្លាបព្រាកាហ្វេប៊ីចេងមួយចិបស្ករ1ស្លាបព្រាបាយម្សៅឆាកន្លះស្លាបព្រាកាហ្វេហើយចុងក្រោយគេយើងបន្ថែមទឹក50មីលីលីត្រឬក៏បងប្អូនស្មានមើលទៅប្រហែលជាស្មើមួយកូនពែងយើងច្របល់វាឲ្យចូលជាតិសព្វល្អហើយផ្អាប់វាទុកប្រហែលជាខ្ទង់10នាទីអីសិនទៅចាំយើងរៀបចំដាក់ឆាដំបូងគេនឹងយើងចាក់ប្រេងឆាទុកឲ្យក្តៅហើយបំពងខ្ទឹមសប្រហែលជា3-4កំពឹសអានេះកូរតែមួយផ្លែតយើងដាក់ខ្ទឹមបារាំងចូលមកខ្ទឹមបារាំងនេះគឺខ្ញុំប្រើតែមួយចាហៀងទេឆាវាជាមួយនឹងខ្ទឹមសតតែខ្ទឹមសរបស់យើងឡើងក្រហមឈ្ងុយសិនចាំចាក់សាច់គោដែលយើងបានផ្អាប់នឹងចូលពេលចាក់សាច់គោចូលយើងបើកភ្លើងឲ្យរាងក្តៅខ្លាំងហើយឆាប្រហែលជាខ្ទង់1នាទីអីបានហើយព្រោះអីសាច់គោតែយូរពេកវាទៅជារាងឡើងរឹងឡើងស្វិតអញ្ចឹងទៅបន្ទាប់ពីនឹងមកគឺខ្ញុំចាក់ត្រីខចូលហើយគូពងទាដាក់ហ្មងសម្រាប់ពងទាគឺអត់បានទេណាដាក់ចូលហើយខ្ញុំបិទគម្របគ្រប់ប្រហែលជាខ្ទង់20វិនាទីបងប្អូនរាប់ពី1ដល់20ទៅគឺខ្ញុំបើកគម្របវាវិញចុងក្រោយគេបើសិនជាបងប្អូនមានជីវ៉ាន់ស៊ុយយើងរោយជីវ៉ាន់ស៊ុយប៉ុន្តែបើអត់មានទេប្រើស្លឹកខ្ទឹមក៏បានដូចគ្នាហើយសម្រាប់មុខនេះគឺគេញ៉ាំជាមួយទឹកម្រេចចាបងប្អូនទឹកម្រេចហ្នឹងកុំធ្វើប្រៃពេកយករាងសាបមិនល្មមរាងជូរបន្តិចហឹរបន្តិចមកគឺត្រូវហើយសម្រាប់អានេះគឺយើងញ៉ាំពេលនៅក្តៅបងប្អូនចង់ដាក់លើភ្លើងតិចញ៉ាំអញ្ចឹងក៏បានឬក៏លើកដាក់ចុះក៏បានដែរគ្រាន់តែថាលើកដាក់ចុះកុំទុកយូរអានេះលើកដាក់ចុះភ្លាមគឺត្រូវញ៉ាំភ្លាមហ្មងបើសិនជាត្រជាក់រសជាតិរបស់វានឹងគឺអត់សូវឆ្ងាញ់មែនទេហើយសម្រាប់ទឹកម្រេចបើសិនជាបងប្អូនអត់ចេះធ្វើទេអាចធ្វើតាមរបៀបខ្ញុំបានទឹកម្រេចនឹងយើងអត់ដាក់អំបិលឬក៏ទឹកត្រីអីទេបងប្អូនដាក់តែម្សៅស៊ុបមកប៊ីចេងបន្តិចស្កកម្រេចហើយចំបាច់ក្រូចឆ្មាចូលមកម៉ាស៊ីនកិនដែលបងប្អូនអាសាឆាតសួរហ្នឹងឥឡូវមានស្តុកហើយណាកិនសាច់កិនខ្ទឹមកិនម្ទេសកិនគ្រឿងកិនទឹកត្រីកោះកុងនិយាយទៅបានគ្រប់ប្រភេទហ្មងមានអត់ច្រើនទេណាបងប្អូនចង់បានឆាតចុះពេកតម្លៃធូរថ្លៃគុណភាពល្អអរគុណ